បងប្អូនអរគុណតើបងប្អូនអ្នកខ្លះនៅហ៊ានទិញហូបទៀតលក់ទំបាទលក់បោកប្រាស់ទំនុកចិត្តភ្ញៀវហើយឥឡូវនេះប្រកាសបិទហាងក៏ប៉ុន្តែមិនទាន់បិទភ្លាមទេសុំលក់បង្ហើយស្តុកដែលនៅសល់ចំនួន2ខែសិនបងប្អូនគ្នានេះគឺជារឿងរ៉ាវមួយដែលភាពឈឺចាប់ដែល fan គាំទ្រផ្កាប់មុខ fan ដែលស្រឡាញ់ហាងស្រឡាញ់ការលក់បាទនៃហាងមួយនេះគាត់ថាជារបស់សុទ្ធជារបស់ល្អបាទឥឡូវនេះបែរជាទើបបាយធ្លាយថាលក់ត្រីត្រោកឲ្យ fan ហូបទៅវិញសម្បីតែពូចកដែរជាអ្នកដែលចូលចិត្តហាងហ្នឹងបាទតែតែកំងមកញ៉ាំរហូតបាទគាត់ក៏បាននិយាយថាចំនិយាយឲ្យគាំទ្រហាងហ្នឹងទិញហាងហ្នឹងរហូតហើយលទ្ធផលចុងក្រោយនៅពេលដែលសមត្ថកិច្ចចុះទៅឆែកមើលបានទៅតែដឹងថាលក់សាច់ត្រីប្រភេទថាត្រីត្រោកបាទឲ្យ fan ហូបទៅវិញអ្នកដែលទិញទៅហាងមកជុំងុំអ្នកដែលបាទ week shop បាទដឹកដល់កន្លែងនេះបាទអញ្ចឹងមិនដាក់ត្រីត្រោកហ្នឹងឲ្យមានពេលណាទៀតអញ្ចឹងនៅមុននេះបន្តិចតែម្ដងបាទម្ចាស់ហាងចរណៃគឺធ្វើការសុំពេលចំនួន2ខែដើម្បីលក់បង្ហើយស្តុកនិងសូមឲ្យបុគ្គលិកមានឱកាសនៅក្នុងការទៅរកការងារថ្មីនៅមុននេះបន្តិចតែម្ដងបើយើងយោងទៅតាមភ័យផ្លូវការរបស់បាទចរណៃណាបាទដែលជាម្ចាស់ហាងលក់ថៃសមនបានបង្ហោះនៅសំណេរថាសេចក្តីជូនដំណឹងជាថ្មីម្ដងទៀតហាងចរណៃសូមអភ័យទោសចំពោះកំហុសខុសឆ្គងនានានិងគោរពអរគុណទៅដល់អតិថិជនទាំងអស់ដែលបានគាំទ្រហាងនាងខ្ញុំបើហាងយើងខ្ញុំនាពេលកន្លងមកយើងខ្ញុំសូមជម្រាបជូនថាបើមិនមានអ្វីប្រែប្រួលនោះទេបាទហាងចរណៃទាំងអស់នឹងត្រូវផ្អាកដំណើរការយ៉ាងយូរត្រឹមថ្ងៃទី22ខែសីហាឆ្នាំ2026នេះតទៅយើងខ្ញុំទុកបាទរយៈពេលដើម្បីបាទលក់បង្ហើយស្តុកដែលមានស្រាប់ដើម្បីបាទនឹងដើម្បីឲ្យបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ទៅរកការងារថ្មីបាទនៅទីតាំងដដែលដូចជានៅស្រុកកំណើតឬក៏ទុកពេលឲ្យម្ចាស់ហាងបាទម្ចាស់ផ្ទះជួលនេះបាទជួលឲ្យទៅកាន់អ្នកថ្មីផងដែរក្នុងនោះផងដែរបាទហាងចរណៃបន្តទៀតថាយើងខ្ញុំសូមឆ្លៀតឱកាសនេះបញ្ជាក់ថាហាងចរណៃលក់តែត្រីសាម៉ុនអាតឡុងតិចស្រស់ដែលចិញ្ចឹមនៅប្រទេសបាទនៅវ៉ាបាទឬអូស្ត្រាលីចំពោះត្រីត្រោកដែលបាទចំពោះត្រីត្រោកគឺបញ្ជាក់ថាគឺគាត់យកមកពីប្រទេសនៅវ៉ាដូចគ្នាត្រីត្រោកនៅហាងចរណៃគឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅក្នុងប្រទេសណូវេបាទហើយអាចហូបឆៅបានយ៉ាងមានសុវត្ថិភាពយើងខ្ញុំមិនដែលលក់ត្រីត្រោកដែលបាទគេលក្ខណៈថាជាត្រីរូបបែបធម្មជាតិហើយក៏មិនដែលលក់ត្រីត្រោកដែលគេចិញ្ចឹមនៅប្រទេសណាក្រៅពីប្រទេសណូវេផងដែរនេះគឺជាការលើកឡើងពីខាងបាទម្ចាស់ហាងចរណៃបងប្អូនគ្នាបាទពិតឬក៏មិនពិតយើងក៏មិនដឹងដូចពិតឬក៏មិនពិតក៏យើងមិនដឹងដូចគ្នាថាតើគាត់លក់របស់ពិតឬក៏មិនពិតคล้ายឬក៏មិនคล้ายហាងប៉ុណ្ណាប៉ុណ្ណីមានការគ្រប់គ្រងច្រើនបាទសមណាស់តែប្រាប់មហាជនច្បាស់ទៅថាអូអាសាច់ចឹងវាមានពីរប្រភេទត្រោកក៏បានសាម៉ុនក៏បានដែរបាទហូបទៅអាប្រភេទត្រោកហ្នឹងហូបទៅចែកបាទហើយត្រីសាម៉ុនហូបទៅវាចែកប្រាប់ឲ្យគេច្បាស់ទៅគេមិនថាស្អីណាស់តែយើងណាលក់ត្រីសាម៉ុនហើយបង្ហោះនៅលើ Facebook លក់ត្រីសាម៉ុនក៏ប៉ុន្តែហាងលក់ពីរប្រភេទមានត្រីត្រោកហើយត្រីសាម៉ុនហើយបើភ្ញៀវទៅដល់ចុះភ្ញៀវមានទៅសួរថាបងត្រីហ្នឹងត្រីគេមានសួរអញ្ចឹងណាដឹងតែយើងលក់ត្រីសាម៉ុននេះហ្នឹងអញ្ចឹងឃើញសាច់ត្រីគេពងហាងហ្នឹងយើងទៅដល់បងដាក់នេះ1គីឡូកន្លះខាំ2ខាំកន្លះគីឡូអញ្ចឹងអាហ្នឹងវាណាទៅសួរអើយអាយើងអត់ប្រាប់គេប៉ុណ្ណឹងមិនតែយើងណាសូម្បីតែអ្នកដែលចូលចិត្តហូបត្រីសាម៉ុនក៏មិនតន់ដឹងថាអាប្រភេទសាច់ត្រីត្រោកនេះវាមានបាទភាពស្តៀងគ្នាទៅនឹងត្រីសាម៉ុនទេបាទចឹងមកថារកស៊ីបោកប្រាស់គេយូរមិនឆាប់ទេគង់នឹងរលាយនឹងឯង